កុំបោះបង់មុនដល់ចំណុចមនុស្សជាច្រើនបោះបង់មុនពេលនឹងឈានដល់ជោគជ័យពេលខ្លះគោលដៅស្ថិតនៅតែ2-3ជំហានប៉ុណ្ណោះប៉ុន្តែយើងមិនអាចឆ្លងកាត់វាបានព្រោះយើងបោះបង់ពេលដែលភាពលំបាកចាប់ផ្ដើមកាត់ឡើងជោគជ័យមិនមែនជារឿងកើតឡើងក្នុងមួយយប់ទេតែវាជាលទ្ធផលនៃការអត់ធ្មត់ការបន្តនិងការលើកទឹកចិត្តជាបន្តបន្ទាប់មនុស្សគ្រប់រូបមានពេលដែលអស់កម្លាំងមានពេលដែលសង្ស័យលើខ្លួនឯងប៉ុន្តែអ្នកដែលអាចឈរជើងឡើងវិញក្រោយពេលដួលគឺជាអ្នកដែលនឹងឈានដល់ជោគជ័យជាក់ជាមិនខានការលើកទឹកចិត្តគឺដូចជាធម្មពលសម្រាប់ចិត្តពេលណាដែលយើងជោគខ្សោយឬបាត់បង់សេចក្តីសង្ឃឹមពាក្យល្អមួយពីមិត្តមនុស្សជិតខាងឬសូម្បីតែពីខ្លួនយើងឯងអាចជួយឲ្យយើងមានកម្លាំងឡើងវិញពាក្យថាបន្តទៅមុខឬអ្នកអាចធ្វើបានដូចជាផ្លែទឹកតូចមួយដែលជួយឲ្យចិត្តក្តៅឡើងវិញនៅពេលត្រជាក់ការលើកទឹកចិត្តមិនត្រឹមជួយឲ្យយើងអត់ធ្មត់នោះទេប៉ុន្តែវាក៏ជួយបង្រៀនឲ្យយើងស្គាល់តម្លៃនៃការបន្តពេលខ្លះគោលដៅយើងដូចជាភ្នំខ្ពស់មួយនៅពេលចាប់ផ្ដើមឡើងវាហាក់ដូចជាលំបាកនិងគ្មានចំណុចបញ្ចប់តែបើអ្នកបន្តឡើងដោយមិនបោះបង់ទោះជាអ្នកឈប់សម្រាកតិចៗក៏ដោយអ្នកនឹងឃើញថាអ្វីដែលមើលទៅឆ្ងាយកាលពីម្សិលមិញកំពុងคล้ายជារឿងជិតស្និទ្ធនៅថ្ងៃនេះជោគជ័យមិនមែនសម្រាប់អ្នករត់លឿនជាងគេទេប៉ុន្តែសម្រាប់អ្នកដែលមិនឈប់រត់ចូលចងចាំថាមនុស្សដែលឈ្នះមិនមែនជាមនុស្សខ្លាំងជាងគេប៉ុន្តែជាមនុស្សដែលមិនបោះបង់ពេលដែលអ្នកធ្លាក់ចុះវាមិនសំខាន់ថាដួលប៉ុន្មានដងទេតែសំខាន់ថាអ្នកអាចឈរឡើងវិញបានប៉ុន្មានដងជោគជ័យមិនមែនត្រឹមតែឈានដល់គោលដៅទេប៉ុន្តែជាបទពិសោធន៍នៃការរីកចម្រើនការសិក្សាពីកំហុសនិងការជឿលើខ្លួនឯងប្រសិនបើអ្នកបន្តជឿនិងធ្វើពេលវេលានឹងនាំអ្នកទៅដល់កន្លែងដែលអ្នកសុំស្នើសូមជាយាមបន្តទោះបីយឺតក៏បន្តទៅមុខការរីកចម្រើនមិនមែនគិតតាមល្បឿនតែគិតតាមទិសដៅរាល់ជំហានតូចៗរបស់អ្នកថ្ងៃនេះនឹងក្លាយជាជំហានធំៗនៅថ្ងៃស្អែកកុំបោះបង់ព្រោះអ្វីដែលអ្នកកំពុងធ្វើអាចជាជំហានចុងក្រោយមុនពេលឈានដល់ជោគជ័យដោយការលើកទឹកចិត្តនិងការជឿលើខ្លួនឯងយើងនឹងឈ្នះចិត្តខ្លួនឯងនិងឈានដល់ភាពជោគជ័យដែលយើងគួរតែទទួលបាន